ចាជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេចាហើយនៅក្នុងវីដេអូនេះចង់បង្ហាញបងប្អូនពីតបែកកញើចាតបែកតៃវ៉ាន់ហ្នឹងណាបងប្អូនចាអញ្ចឹងទៅដើរទៅរកតបែកកញើទាំងអស់គ្នាចារសារនេះគឺម៉ាន់ជូហើយខាងនេះគឺគីមជូចាដាំលោកគ្នាតែម្ដងនៅក្នុងចំការនាងខ្ញុំហើយបងប្អូនខ្លះគាត់សួរថាដាំចូលគ្នាអញ្ចឹងវាអត់คลายទេអីចាគឺអត់ទេបងប្អូនតបែកវាអត់ចេះคลายទេចានៅមកជួរខាងគីនេះគឺនាងខ្ញុំដាក់តៃវ៉ាន់ចារសារនៅខាងចុងនេះវារៀងតិចតួចចានៅខាងលើគឺដើមធំធំហើយចំពោះប្រភេទតបែកតៃវ៉ាន់នេះចាបងប្អូនចំពោះប្រភេទតបែកតៃវ៉ាន់នេះបងប្អូនដាក់កម្លាតវាធំ2ម៉ែត្រកន្លះក៏បានដែរណាបងប្អូនចាដោយសារវាអត់សូវមានមេឃទេចាដូចនាងខ្ញុំជម្រាបគ្រប់វីដេអូតែម្ដងចំពោះប្រភេទពូជតបែកតៃវ៉ាន់នេះអត់សូវមានមេឃទេបងប្អូនហើយផ្លែរបស់វាចាគឺធំតែម្ដងចាហើយនេះចាអ្នកម៉ាក់នាងខ្ញុំកំពុងតែបេះតបែកតៃវ៉ាន់ឲ្យម៉ួយនៅខាងលើចានាងខ្ញុំដើរធ្វើវីដេអូនៅខាងចុងដីអានេះចាចំពោះតបែកតៃវ៉ាន់នេះបើសិនជាមានផ្លែហើយមិនទល់ទេអូយម៉ែបងប្អូនចាអូយគឺផុយហើយចាគឺផ្លែវាធំបងប្អូនតតែចាដើរទល់បើអញ្ចឹងគឺបាក់ខាតចាហើយបងប្អូនមើលមួយផ្លែគឺធំមែនតែនចាមួយផ្លែនេះចូល9ខាំប្រហែលជាក្បែរ1គីឡូហើយចាហើយផ្លែវាធំខ្លាំងវាអាចឈានដល់1គីឡូ3ខាំទៅ1គីឡូ4ខាំក្នុងមួយផ្លែណាបងប្អូនចាហើយផ្លែតៃវ៉ាន់ចាតបែកតៃវ៉ាន់នេះក៏ជាប្រភេទតបែកម្យ៉ាងដែលផ្លែខ្លាំងដូចគ្នាដែរចាទោះបីមេឃវាតិចមែនបងប្អូនចាអត់សូវបែកមេឃខ្លាំងដូចម៉ាន់ជូនិងគីមជូពិតមែនប៉ុន្តែផ្លែរបស់វាគឺច្រើនហើយផ្លែរបស់វាចាដូចជាបន្តរហូតផងដែរណាដូចបងដូចប្រភេទតបែកម៉ាន់ជូអញ្ចឹងចាឲ្យបងប្អូនមើលណាចាមិនមែនមានតែផ្លែធំដែលល្មមបេះទេបងប្អូនគឺផ្លែស្ទើក៏ច្រើនចាហើយមានផ្លែល្មមច្រកបន្តរហូតនេះបងប្អូននេះចង់ធំជ្រុលផងនេសាអ្នកដើរច្រកអាចនឹងមើលអត់ឃើញហើយបងប្អូនមើលគឺអត់សូវមានមេឃទេចាអត់សូវមានមេឃទេបងប្អូនចាហើយផ្លែដើមណាក៏ដូចដើមណាដែរគឺផ្លែខ្លាំងណាស់បងប្អូននេះដោយសារក្នុងកាមេរ៉ាបងប្អូនមើលឃើញច្រើនឬក៏អត់ទេប៉ុន្តែមើលនឹងភ្នែកផ្ទាល់គឺផ្លែខ្លាំងណាស់បងប្អូនចាចានេះបងប្អូននេះគឺសិតតែល្មមបែបចាហើយផ្លែធំដោយតែនាងខ្ញុំបង្ហាញជូនបងប្អូនអញ្ចឹងចាគឺពូជហ្នឹងធំតែម្ដងហើយបងប្អូនខ្លះក៏ថាតបែកនេះដូចជាតបែកជ្រលក់ថ្នាំចាដូចជាប្រភេទដូចថាបងប្អូនខ្លះគាត់ឃើញធំពេកក៏អត់ហ៊ានពិសាចាក៏អត់ហ៊ានហូបទេគាត់ថាប្រើថ្នាំបរិយប្រើអីចឹងទៅប៉ុន្តែអត់ទេណាបងប្អូនប្រភេទពូជតបែកហ្នឹងគឺផ្លែវាធំអញ្ចឹងឯង
ចាប្រភេទពូជផ្លែវាធំអញ្ចឹងគឺអត់មានចាប្រើថ្នាំបរិយអីទេគឺពូជវាធំអញ្ចឹងចារិសាឥឡូវហ្នឹងគឺរវល់មកមានញឹកច្រកពេកបងប្អូនចាវ៉ាតោងខ្លះអីខ្លះអត់ទាន់មានពេលបានសម្អាតទេគឺរវល់ច្រកសិនចាមេឃនេះបាក់បាត់ទៅហើយចាមេឃទូចហើយផ្លែ3 4ផ្លែគឺត្រកអត់រួចទេចាតៃវ៉ាន់នេះដើមទួយប៉ុន្មានក៏ផ្លែដែរបងប្អូនចាហើយតវ៉ៃតៃវ៉ាន់នេះនាងខ្ញុំមិនសូវបានថែដិតដល់ទេចានៅគៀនលបងមកជួប៉ុនផ្លែដល់ហើយបងប្អូនអើយចាដូចដែលបងប្អូនបានឃើញចាមិនថានៅចំការនេះមិនថានៅចំការក្រោយផ្ទះទេគឺផ្លែចាផ្លែខ្លាំងដូចគ្នាចាផ្លែច្រើនតែម្ដងណាចាដូចដើមនេះក៏ច្រកសសព្រុះដែរចាហើយដើមនេះចាដើមនេះមានតែប៉ុន្មានមេឃទេនេះបងប្អូនចាមានតែប៉ុន្មានមេឃទេប៉ុន្តែផ្លែនោះផ្លែដល់កហើយចាផ្លែខ្លាំងមែនតែនចាអញ្ចឹងវីដេអូនេះនាងខ្ញុំក៏មិនខុសពីវីដេអូមុនដែរណាបងប្អូនគឺចាមកលក់ពូជជូនបងប្អូនទេចាបើសិនជាបងប្អូនត្រូវការបងប្អូនអាចតំណែងមកខាងនាងខ្ញុំចាតាមរយៈលេខទូរស័ព្ទចំនួន2ខ្សែចានាងខ្ញុំនឹងដាក់ជូនហើយក៏ជាលេខដែលមាន Telegram ស្រាប់ដូចគ្នាចាក្នុងករណីថាបើសិនជាបងប្អូនខលមកនាងខ្ញុំបានលើកចានាងខ្ញុំគឺអាចនឹងជាប់រវល់អញ្ចឹងសូមបងប្អូនចាអធិស្ឋានផងបើនាងខ្ញុំបានលើកអញ្ចឹងបងប្អូនអាចបដូរទៅជាឆាតតាម Telegram ចាទុកចោលទៅនាងខ្ញុំរួចដែរនាងខ្ញុំនឹងចូលមើលហើយចាហើយឆ្លើយឆ្លងជាមួយនឹងបងប្អូនតែម្ដងចាហើយមួយទៀតនាងខ្ញុំជម្រាបហើយជម្រាបម្ដងទៀតចំពោះបងប្អូនដែលខមមិនសួរនៅក្នុង YouTube ចានាងខ្ញុំចាបងប្អូនអាចខមមិនជាអ្វីក៏បានតែបើបងប្អូនត្រូវការសួរជាសំណួរបងប្អូនសួរមកក្នុង Telegram វិញណាបងប្អូនចាព្រោះសំណួរបងប្អូនខ្លីមែនប៉ុន្តែបើឲ្យនាងខ្ញុំឆ្លើយគឺនាងខ្ញុំត្រូវឆ្លើយវែងបងប្អូនណាបងប្អូនសួរនាងខ្ញុំតែពី3ម៉ាត់បានចាសំណួរបងប្អូនតែដល់ពេលនាងខ្ញុំឆ្លើយអត់អាចឆ្លើយពី3ម៉ាត់ជូនបងប្អូនទេគឺនាងខ្ញុំត្រូវចារាយរាប់ជូនបងប្អូនច្រើនអញ្ចឹងក៏ពេលខ្លះនាងខ្ញុំបានឆ្លើយទៅក្នុង YouTube ក៏សូមបងប្អូនអធិស្ឋានបងប្អូនអាចសួរមកនាងខ្ញុំបានចានៅក្នុង Telegram ណាបងប្អូនចាហើយបងប្អូនខ្លះគាត់ក៏បន្ទោសថាហេតុអីគេសួរហើយមិនក៏មិនឆ្លើយចានាងខ្ញុំបើកសិទ្ធជូនបងប្អូនទូលាយនៅក្នុងការសួរតែអត់ឲ្យសួរទៅក្នុង YouTube ទេដោយសារនាងខ្ញុំអត់បានចូលឆ្លើយនៅក្នុងនឹងទេណាបងប្អូនអាចសួរនាងខ្ញុំតាម Telegram ចាបើសិនជាបងប្អូនខលមកពេលខ្លះនាងខ្ញុំបានលើកទេបងប្អូនចំពេលដែលនាងខ្ញុំចារវល់គឺអត់បានលើកទេអញ្ចឹងបងប្អូនសួរចូលទៅក្នុង Telegram ទៅណាបងប្អូនណាចាហើយពេលដែលនាងខ្ញុំរួចដែរចាចាំនិយាយឆ្លើយឆ្លងគ្នាក្នុង Telegram ចានាងខ្ញុំស្ម័គ្រចិត្ត
ចាប្រាប់ជូនបងប្អូនចានៅចម្ងល់របស់បងប្អូនហើយនៅអ្វីដែលនាងខ្ញុំបានចេះដែរណាបងប្អូនបើអត់ចេះគឺសំណួរបងប្អូនហួសសមត្ថភាពនាងខ្ញុំចាក៏នាងខ្ញុំមិនអាចឆ្លើយជូនបានដែរចាអញ្ចឹងប្រាប់នៅអ្វីដែលជាបទពិសោធន៍ដែលនាងខ្ញុំធ្លាប់ធ្វើកន្លងមកជូនដល់បងប្អូនចាអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនបងប្អូនត្រឹមប៉ុណ្្នឹងទេហើយក៏ចាសូមឲ្យបងប្អូនខាន់តែអធិស្ឋានដល់នាងខ្ញុំផងបើសិនជាការនិយាយស្ដីមានចំណុចខ្វះខាតឬក៏លើសលួសចាមិនសមរម្យត្រង់កន្លែងណាចាសូមបងប្អូនខាន់តែអធិស្ឋានចាហើយជាចុងក្រោយសូមឲ្យបងប្អូនជួយចុច like ចាជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងចាសូមអរគុណជម្រាបលាបាយបាយ